សូមជូនរឿងអ្នកដំណើរពីរនាក់ដណ្ដើមគ្នាដីកណ្ដាលកាលពីព្រេងនាយមានមនុស្សពីរនាក់ដើរទៅផ្លូវឆ្ងាយជួនយប់ក្នុងព្រៃងងឹតដើរទៅមិនរួចបបួលគ្នាដីក្នុងព្រៃញាក់ទាំងពីរនាក់ចង់ដីកណ្ដាលតែរៀងខ្លួនប៉ុន្តែមិនដឹងគិតធ្វើដូចម្ដេចនឹងបានដីកណ្ដាលបុរសទាំងពីរនាក់គិតគ្នាថាបើដូច្នោះយើងដេកយកជើងទល់គ្នាហើយបុរសទាំងនោះទៅក្លាយជាមនុស្សឆ្លាតវៃហើយបុរសទាំងនោះក៏ដេកយកជើងទល់គ្នាទាំងពីរនាក់ទៅក្រោយមកមានខ្លាមកឃើញមនុស្សដេកយកជើងទល់គ្នាហើយទទួលសម្ពុតចិត្តមេលមិនដឹងជាសត្វអ្វីវែងដូច្នោះឆ្ងល់ណាស់ត្បិតមិនដែលឃើញក៏បបួលអស់សត្វឯទៀតជាច្រើនមានទាំងដំរីក្របីគោរមាសរម៉ាំងក្តាន់ប្រាសត្រាយចចកស្វានស្វាគ្រប់សត្វទាំងអស់មកមើលគ្មានសត្វណាមួយស្គាល់សោះក្រោយមកទៀតសត្វទាំងអស់នោះគិតគ្នាថាឥឡូវនេះនឹងមានអ្នកឯណាស្គាល់សត្វនេះពួកយើងបបួលគ្នាមកមើលសត្វនេះច្រើនភាសាណាស់ហើយនៅសល់សត្វអ្វីទៀតដែលមិនទាន់បានមកមើលអស់សត្វទាំងនោះគិតគ្នាទៅឃើញនៅសល់តែទុនសាយពុំបានមកមួយទៀតឮល្បីថាទុនសាយនោះជាអ្នកមានប្រាជ្ញាចេះនិយាយក្បួនច្បាប់ទម្លាប់ចេះកលមាយាចាំទំនឹមទំនៀមច្រើនបើដូច្នោះយើងប្រើបងដំរីឲ្យទៅអញ្ជើញបងទុនសាយនោះទៅបានត្បិតបងទុនសាយបើមាននរណាទៅពឹងការអ្វីគាត់កាន់ខ្លួនណាស់សត្វទាំងនោះគិតគ្នាហើយឲ្យដំរីទៅអញ្ជើញទុនសាយដំរីក៏ទៅឃើញទុនសាយអង្គុយនៅលើក្បាលដំបូកទុនសាយឃើញដំរីដើរយែកយកមកពីនាយក៏សួរថាបងដំរីមានហេតុអ្វីបានជារលះរលាងមកដំរីឆ្លើយថាបងទុនសាយត្បិតមានសត្វអ្វីមួយចម្លែកណាស់គ្មាននរណាស្គាល់សោះបានជាអស់សត្វក្នុងព្រៃនេះឲ្យខ្ញុំមកអញ្ជើញបងទុនសាយឯងទៅមើលក្រែងបងទុនសាយឯងស្គាល់សត្វនោះឯទុនសាយឮដូច្នោះហើយសួរថាសត្វនោះដូចម្ដេចតូចឬធំវែងឬខ្លីដំរីថាសត្វនោះធំចុងធំគល់តូចកំដាលហើយវែងប្រមាណ5ហត្ថទុនសាយឮដូច្នោះឆ្លើយឡើងថាអូបើដូច្នោះបងដំរីកុំព្រួយចិត្តចាំខ្ញុំតែមើលឲ្យស្គាល់សត្វនោះប៉ុន្តែបងដំរីឯងឲ្យខ្ញុំជិះលើក្បាលបងឯងទៅដំរីឮដូច្នោះហើយដែលចូលទៅអនក្បាលឲ្យទុនសាយជីកទុនសាយភួរជាក្អែងក្អាងលុះទៅដល់ហើយចុះពីក្បាលដំរីយកស្លឹកឈើដែលមានស្នាមដង្កូវវាដូចជាអក្សរកាន់លើកឡើងធ្វើជាសម្បុត្រថាអស់បងប្អូនស្ដាប់ខ្ញុំត្បិតខ្ញុំជាបម្រើព្រះអិនលោកប្រោឲ្យនាំសម្បុត្រមកហើយទុនសាយឡើងលើដំបូកធ្វើជាអានសម្បុត្រថាសត្វនេះព្រះអិនលោកប្រោមកឈ្មោះសត្វយោគីយោកាយកទាំងអស់គ្នាយកទាំងអញយកទាំងឯងអស់សត្វលឺទុនសាយមើលសម្បុត្រថាព្រះអិនឲ្យមកយកទាំងអស់គ្នាក៏ស្ទូបោជន់គ្នាស្លាប់បាក់ដៃបាក់ជើងប៉ះពេញស្រែកលាន់ទាំងព្រៃមនុស្សទាំងពីរនាក់នោះដឹងថាសត្វទាំងនោះផ្អើលភ្ញាក់រត់ជន់គ្នាស្លាប់ដូច្នោះក្រោកឡើងលើកដៃសំពះទុនសាយថាបងទុនសាយមានគុណនឹងយើងខ្លាំងណាស់បើប្រសិនជាយើងមិនបានបងទុនសាយមកធ្វើឧបាយកលឲ្យយើងទេនោះសំខ្លាវានឹងខំយើងស៊ីជាចំណីវាទៅបងទុនសាយឯងមានប្រាជ្ញាល្មមធ្វើជាសុភាបានឯមនុស្សទាំងពីរនាក់មើលទៅឃើញអស់សត្វជន់គ្នាស្លាប់ពេញព្រៃដូច្នោះបបួលគ្នាអាយកសាច់រែកទាំងពីរនាក់ដើរទៅបន្តិចឃើញខ្លាសំឃុំមួយដំរីជួនបាក់ជើងដើរបានតិចក៏បបួលយកខ្សែចងដឹងយកទៅលុះដើរទៅបន្តិចទៀតជួបនឹងអ្នកបរទេះគោមួយឯអ្នកបរទេះគោនោះឃើញអ្នកទាំងពីររែកសាច់មកដូច្នោះក៏បញ្ឈប់រទេះសួរថាអ្នកធ្វើដូចម្ដេចក៏បានសាច់ច្រើនម្លេះអ្នកនោះបញ្ឆោតថាឆ្កែកំបាក់ជើមខ្ញុំនេះឯងវាដេញខំត្បិតឆ្កែនេះជាឆ្កែប្រដេញវាតែងតែដេញសត្វមកបណ្ដាស្អត់ឆ្នាំងដនមួយពេលទេក្រែងតែគ្មានសត្វបើព្រៃណាមានសត្វហើយមិនដែលរួចពីអាក្លឹកឆ្កែប្រដេញខ្ញុំនេះទេតែវាឃើញស្នាមជើងនោះសង្ឃឹមថាបានហើយឲ្យលេងឆ្នាំងចាំឲ្យហើយទៅមុខជានឹងបានមិនដែលខានទេឯនៅបរទេសឬអ្នកនោះនិយាយអួតប្រាប់ដូច្នោះហេតុតែជាមនុស្សល្ងងមិនស្គាល់ក៏ចង់បានខ្លាកំបាក់ជើងសំឃុំនោះគិតថាជាឆ្កែមែនតែនហើយនិយាយអង្វរលួងលោមថាបើដូច្នោះអ្នកអាណិតខ្ញុំសូមដេញឆ្កែអ្នកយកទៅប្រដេញត្បិតស្រុកខ្ញុំមានសត្វច្រើនណាស់អ្នករែកសាច់ឆ្លើយថាបើខ្ញុំលក់ឆ្កែនេះឲ្យអ្នកទៅប្រទេសខ្ញុំសមនឹងស្អោតឆ្នាំងហើយរកអ្វីស៊ីគ្មានទេ
ប៉ុន្តែអ្នកបានជួបនឹងខ្ញុំម្ដងបើមិននិយាយគ្នាក៏មិនបានឆ្កែខ្ញុំនេះខ្ញុំស្រឡាញ់វារកអ្វីប្រៀបគ្មានទេបើអ្នកចង់ដេញតើអ្នកឲ្យថ្លៃប៉ុន្មានអ្នកបរទេសឆ្លើយថាខ្ញុំមានតែគោមួយនឹមនេះឯងហើយគោនេះខ្ញុំស្រឡាញ់រកអ្វីប្រៀបគ្មានទេត្បិតបមួយថ្ងៃរាល់ល្ងាចមិនឈប់សោះទាំងលបឿនទៀតក្នុងស្រុកឯនេះគ្មានគោណាលឿនស្មើទេតែឥឡូវនេះចិត្តខ្ញុំចង់បានឆ្កែអ្នកឯងយកទៅប្រដេញសัตว์ឯស្រុកខ្ញុំសូមដូរធ្នូគោមួយនឹមព្រមទាំងកណ្ដឹងចន្ទត្រង់ត្រដោកខ្សែទៀមខ្សែចន្ទោលគ្រប់ប្រដាប់ស្រាប់តែឡាងជិះបរតែម្ដងខ្ញុំសូមតែខ្លួននឹងប្រពន្ធចុះចិនអ្នករែកសัตว์ឬអ្នកបរទេសថាដូចជាគោមួយនឹមគ្រប់ប្រដាប់ស្រាប់តែឡាងបរក៏នឹកអក្នុងចិត្តណាស់ដោយសាររែកសាច់វាធ្ងន់ផងហើយធ្វើជាមិនចង់ដូរទេតែក្នុងចិត្តដូរណាស់និយាយថាឆ្កែខ្ញុំនេះខ្ញុំស្រឡាញ់វាណាស់ឥឡូវអ្នកមកសុំដូរពីខ្ញុំទៅខ្ញុំខំកាត់ចិត្តដូរឲ្យអ្នកទៅចោះប៉ុន្តែអ្នកថ្នមវាឲ្យល្អកុំឲ្យវាអាត់ឃ្លានហើយអ្នកយកសាច់នេះទុកឲ្យវាស៊ីតាមផ្លូវទៅឯអ្នករែកសាច់ឲ្យសាច់ទៅអ្នកនោះល្មមខ្លាស៊ីឆ្អែតហើយយកសាច់ដាក់លើរទេះបរទៅអ្នកម្ចាស់រទេះគោហើយគត់ដឹកខ្លាសំឃុំក៏បាក់ជើងទេទៅបន្តិចទៅឲ្យសាច់ទៅខ្លាស៊ីជារឿយខ្លានោះបាំងសាច់ស៊ីមានកម្លាំងក៏ក្រាញមិនចង់ទៅត្រាតែដាច់ខ្សាហើយដើរចូលក្នុងព្រៃទៅញាក់នោះដឹងថាខ្លាបោចូលក្នុងព្រៃហើយក៏រឹតទៅតាមចាប់ហើយហៅថាបឺសអាក្លឹកមកអាយខ្លាឃើញមនុស្សទៅជិតបែរមកគំរាមធ្វើហេហឺសន្ធប់ឲ្យអ្នកនោះឃើញខ្លាគំរាមមុខគួរឲ្យខ្លាចដូច្នោះក៏ថយមកក្រោយវិញមិនហ៊ានតាមទៅទៀតទេប៉ុន្តែនឹកស្ដាយមើលទៅរទេះបរទៅបាត់ហើយមិនដឹងជាទៅណាណីអ្នកម្ចាស់ខ្លានោះបានរទេះគោនោះហើយក៏មនីដាក់អំរែកលើរទេះឡើងជិះតាំងពីរនាក់បរជាប្រញាប់ទៅឲ្យតែហួសមុខអ្នកម្ចាស់រទេះនោះអ្នកម្ចាស់រទេះស្ដាល់ខ្លាបោលចូលព្រៃទៅហើយនឹកស្ដាយណាស់មិនដឹងគិតធ្វើដូចម្ដេចក៏បបួលប្រពន្ធត្រឡប់ទៅផ្ទះវិញសូមអរព្រគុណពុកម៉ែបងប្អូនដែលតាមដានរឿងតាំងពីដើមរហូតដល់ចប់